បាទបងប្អូនពិតជាត្រូវបណ្ដាសាររបស់ដូនតាខ្មែរពិតប្រាកដមែនហើយបាទព្រោះថានៅទីក្រុងបាងកកគឺមានមួយកន្លែងទៀតហើយដែលប្រទះឃើញស្នាមប្រេះនិងជ្រាបទឹកចេញមកខាងក្រៅនៅចម្ងាយប្រមាណជា2គីឡូម៉ែត្រពីកន្លែងបាក់ស្រុតដ៏ធំកាលពីថ្ងៃមុននាថ្ងៃប្រហ័សទី25ខែកញ្ញាឆ្នាំ2025កន្លងទៅនេះអាជ្ញាធរនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃបានប្រទះឃើញស្នាមប្រេះនៅលើផ្លូវហើយថែមទាំងជ្រាបទឹកចេញមកខាងក្រៅខាងលើនៅចំណុចផ្លូវថ្នល់មួយកន្លែងទៀតក្រោយទៅមានករណីស្រុតផ្លូវដ៏ធំយ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃមុននោះនេះបើយោងទៅតាមការចុះផ្សាយសារព័ត៌មានកាសោតរបស់ថៃចំណុចនោះស្ថិតនៅលើផ្លូវសាមសែនចម្ងាយប្រមាណ2គីឡូម៉ែត្រតែប៉ុណ្ណោះពីកន្លែងបាក់ស្រុតដ៏ធំដែលមានជម្រៅ50ម៉ែត្រទំហំ30ម៉ែត្រគុណនឹង30ម៉ែត្រនៅក្បែរមន្ទីរពេទ្យវ៉ាជីរ៉ានៅក្នុងប្រទេសថៃក្រោយពីប្រទះឃើញស្ថានភាពមិនស្រួលបែបនេះអាជ្ញាធរក៏បានរុះរាន់ផ្អាកចរាចរណ៍នៅលើចំណុចនោះដើម្បីត្រួតពិនិត្យឲ្យបានល្អិតល្អន់ជាមួយនឹងក្តីបារម្ភអំពីហានិភ័យបាក់ស្រុតផ្លូវសារជាថ្មីទៀតគួរបញ្ជាក់ថាសញ្ញាថ្មីទាំងនេះបានបង្កើនក្តីបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធក្រោមដីនៅតាមបណ្ដោយផ្លូវសាមសែនក្រោយហេតុការណ៍បាក់ស្រុតយ៉ាងធំសម្បើមមួយកាលពីថ្ងៃពុធនៅចំណុចក្បែរមន្ទីរពេទ្យវ៉ាជីរ៉ានិងស្ថានីយ៍ប៉ូលីសសាមសែនបាទបងប្អូននេះគឺជាព័ត៌មានថ្មីមួយទៀតហើយដែលផ្លូវមួយកន្លែងនៅក្នុងទីក្រុងបាងកកប្រទះឃើញមានស្នាមប្រេះហើយចេញទឹកមកខាងក្រៅដែលមិននៅឆ្ងាយពីចំណុចបាក់ស្រុតកាលពីថ្ងៃមុននោះទេគឺត្រឹមតែ2គីឡូម៉ែត្រតែប៉ុណ្ណោះតើបងប្អូនមានពាក្យជូនពរដល់ប្រទេសថៃដែរទេដើម្បីឲ្យទទួលបានជោគជ័យនៃការបាក់ស្រុតបន្ថែមទៀតសម្រាប់ admin ជូនពរឲ្យបាក់ស្រុតទូទាំងប្រទេសតែម្ដងបាទ